យោធាចិនបានបដិញ្ញារឹតបន្តឹងតំបន់ជុំវិញកោះតៃវ៉ាន់ប្រសិនបើសកម្មភាពផ្ដាច់ខ្លួននៅលើកោះនេះកញ្ជ្រួលឡើងខ្លាំងហើយបានព្រមានក្រុមអ្នកតស៊ូមតិទាមទារឯករាជ្យឲ្យដកថយពីមាត់ជ្រោះក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃច័ន្ទសប្តាហ៍នេះថាប្រទេសចិននឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវការបង្រួបបង្រួមដោយសន្តិភាពជាមួយកោះតៃវ៉ាន់ប៉ុន្តែនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារបូរណភាពទឹកដីរបស់ចិនទីក្រុងប៉េកាំងបានចាត់ទុកកោះស្វ័យគ្រប់គ្រងនេះថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួនហើយពុំបានច្រានចោលនៃការប្រើប្រាស់កម្លាំងយោធាដើម្បីក្រសោបយកកោះនេះទេក្រុមអាជ្ញាធរតៃវ៉ាន់បានរងសម្ពាធកាន់តែខ្លាំងពីប្រទេសចិននៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះតាមរយៈសមយុទ្ធយោធាការបញ្ជូនយន្តហោះចម្បាំងនិងនាវាកងទ័ពជើងទឹកជាបន្តបន្ទាប់នៅជុំវិញកោះនេះការអធិប្បាយនេះធ្វើឡើងកាលពីថ្ងៃច័ន្ទនៅក្នុងអំឡុងពេលការជួបជុំនយោបាយប្រចាំឆ្នាំវគ្គ2របស់ចិនដែលអ្នកនាំពាក្យកងទ័ពចិនលោកអ៊ូឈៀនបានផ្ដល់បទសម្ភាសន៍ដល់ទូរទស្សន៍រដ្ឋ CCTV លោកបាននិយាយថាការបំបីខ្លួនទាមទារឯករាជ្យតៃវ៉ាន់កាន់តែខ្លាំងឡើងនិងកាន់តែតឹងណែននិងរឹតករបស់ពួកគេហើយដាវដែលព្យួរលើក្បាលនិងចាក់ទម្លុះក្បាលពួកគេជាមួយគ្នានោះអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីម៉ៅនីងបាននិយាយថាចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារបូរណភាពនិងអធិបតេយ្យភាពរបស់ប្រទេសនេះហើយប្រឆាំងដាច់ហិង្ការចំពោះឯករាជ្យភាពតៃវ៉ាន់និងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅជំរុំគឺលោកប្រធានាធិបតី Volodymyr Zelensky របស់អ៊ុយក្រែនបានស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនិងបានជួបជាមួយនឹងព្រះអង្គម្ចាស់ Mohammed bin Salman មុនកិច្ចពិភាក្សារវាងមន្ត្រីរបស់លោកជាមួយនឹងមន្ត្រីអាមេរិកនៅថ្ងៃនេះដែលទីក្រុង Washington អាមេរិកសង្ឃឹមថានឹងផ្ដល់នូវវឌ្ឍនភាពយ៉ាងច្រើនចំពោះទៅរកការបញ្ចប់សង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីសហរដ្ឋអាមេរិកដែលធ្លាប់ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ុយក្រែនបានប្រកាន់ខ្ជាប់នូវគោលនយោបាយរបស់ខ្លួនលើចំនួនក្នុងការស្វែងរកការបញ្ចប់យ៉ាងឆាប់រហ័សនៃការប្រយុទ្ធគ្នាដោយចូលរួមដោយផ្ទាល់ជាមួយនឹងទីក្រុងម៉ូស្គូគណៈបញ្ឈប់ការផ្ដល់ជំនួយផ្នែកយោធានិងការចែករំលែកព័ត៌មានចារកម្មសម្រាប់អ៊ុយក្រែនដែលកងទ័ពរុស្ស៊ីបានលុកលុយក្នុងឆ្នាំ2022ដោយប្រកាន់ខ្ជាប់នូវវិធីសាស្ត្រថ្មីក្នុងសេដ្ឋវិមានអ៊ុយក្រែនបានជំរុញឲ្យមានទំនាក់ទំនងជាក់ស្ដែងបន្ទាប់ពីចំនួនចំនួនពាក្យសម្ដីដ៏ខ្លាំងក្លារវាងលោក Zelensky និងមេដឹកនាំអាមេរិកកាលពីខែមុនកិច្ចពិភាក្សានៅថ្ងៃអង្គារនេះមកនៅក្នុងតំបន់រវាងក្រមមន្ត្រីអាមេរិកនិងអ៊ុយក្រែនគឺជាសម័យប្រជុំផ្លូវការលើកដំបូងហើយចាប់តាំងពីលោក Zelensky នៅសេដ្ឋវិមានហើយបេសកជនមជ្ឈិមបូព៌ារបស់លោក Trump គឺលោក Steve Witkoff បាននិយាយថាលោកមានក្តីសង្ឃឹមខ្ពស់ប្រមុខការបរទេសអាមេរិកលោក Marco Rubio បានជួបពិភាក្សាជាមួយនឹងព្រះអង្គម្ចាស់ Mohammed bin Salman របស់អារ៉ាប៊ីសាអូឌីតដែរនិងពិភាក្សាបញ្ហាតំបន់ក៏ដូចជាការអភិវឌ្ឍអន្តរជាតិនៅក្នុងទីក្រុង Jeddahប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសន្យាបង្កើតជំហរស្ថាបនាបានពេញលេញនៅក្នុងជំនួបរវាងមន្ត្រីរបស់លោកជាមួយមន្ត្រីសហរដ្ឋអាមេរិកនៅអារ៉ាប៊ីសាអូឌីតនៅថ្ងៃនេះប្រធានាធិបតី Volodymyr Zelensky របស់អ៊ុយក្រែនបាននិយាយថាជំហរអ៊ុយក្រែនក្នុងកិច្ចពិភាក្សានៅថ្ងៃអង្គារទី11ខែមីនាឆ្នាំ2025នេះនៅប្រទេសអារ៉ាប៊ីសាអូឌីតជាមួយមន្ត្រីអាមេរិកនឹងពោពេញទៅដោយភាពស្ថាបនាយ៉ាងពេញលេញហើយថាលោកមានសង្ឃឹមខ្ពស់សម្រាប់លទ្ធផលជាក់ស្ដែងចេញពីកិច្ចចរចាស្ដីពីការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីលោក Zelensky បាននិយាយនៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថាអ៊ុយក្រែនសង្ឃឹមសម្រាប់លទ្ធផលជាក់ស្ដែងហើយជំហររបស់ទីក្រុងគៀវនៅក្នុងកិច្ចពិភាក្សាទាំងនេះនឹងមានលក្ខណៈស្ថាបនាយ៉ាងពេញលេញលោក Zelensky ដែលបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតសម្រាប់កិច្ចពិភាក្សាជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ក៏បានលើកឡើងថាផ្នែកសំខាន់នៃកិច្ចពិភាក្សារបស់លោកជាមួយនឹងភាគីអាមេរិកនឹងពាក់ព័ន្ធយ៉ាងខ្លាំងលើបញ្ហានៃការធានាសន្តិសុខអ៊ុយក្រែនសហរដ្ឋអាមេរិកដែលធ្លាប់ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ុយក្រែនពេលនេះបានកែប្រែគោលនយោបាយរបស់ខ្លួនលើចំនួនដោយស្វែងរកការបញ្ចប់សង្គ្រាមឆាប់រហ័សនិងចូលរួមដោយផ្ទាល់ជាមួយនឹងទីក្រុងម៉ូស្គូគណៈបញ្ឈប់ជំនួយផ្នែកយោធានិងការចែករំលែកចារកម្មដល់អ៊ុយក្រែនក្នុងពេលដែលកងទ័ពរុស្ស៊ីបន្តវាយរលយ៉ាងលឿនលើសមរភូមិទូរទស្សនិកជនងាកទៅកាន់មួយជ្រុងទៀតប៉ុន្តែនៅតែតាក់ទងនឹងបញ្ហាសន្តិភាពអ៊ុយក្រែនដដែលខាងសហរដ្ឋអាមេរិកមិនចង់ឲ្យប្រទេសដែលមានឧស្សាហកម្មរីកលូតលាស់ខ្លាំងទាំង7ឬហៅថាប្រទេស G7 ជះកំហឹងដាក់រុស្ស៊ីនោះឡើយពីព្រោះថាទង្វើទាំងនេះវាអាចប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកសន្តិភាពអ៊ុយក្រែនរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយនៅថ្ងៃច័ន្ទម្សិលមិញត្រូវនៅថ្ងៃទី10មីនាឆ្នាំ2025ថាអាមេរិកជំទាស់នឹងភាសាខឹងសម្បាណាមួយដែលអាចប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការនាំយករុស្ស៊ីនិងអ៊ុយក្រែនទៅកាន់តុចរចាសន្តិភាពគណៈទីក្រុង Washington ប្រកាន់ជំហរតឹងជាមួយនឹងក្រុម G7 នៅមុនកិច្ចប្រជុំនៅសប្តាហ៍នេះដោយធ្វើឲ្យសម្ព័ន្ធមិត្តទាំងនេះកាន់តែបារម្ភអំពីការខ្វែងគំនិតគ្នាថែមទៀតបណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រមប្រទេសប្រជាធិបតេយ្យធំៗចំនួន7គឺចក្រភពអង់គ្លេសកាណាដាបារាំងអាល្លឺម៉ង់អ៊ីតាលីជប៉ុននិងសហរដ្ឋអាមេរិកឬហៅកាត់ជារួមថាប្រទេស G7 នឹងជួបជុំគ្នានៅរមណីយដ្ឋានមាត់ទន្លេ La Malby ខេត្តកេបិចប្រទេសកាណាដានៅថ្ងៃទី12ដល់ថ្ងៃទី14ខែមីនាដែលជាលើកដំបូងហើយចាប់តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump បានចូលកាន់តំណែងឡើងវិញកាលពីខែមករាមក
គួរដឹងថាកិច្ចប្រជុំ G7 តែងឯកភាពគ្នារហូតមកចាប់តាំងពីសមាជិកភាពរបស់រុស្ស៊ីត្រូវបានផ្អាកក្នុងខែមីនាឆ្នាំ 2024 ព្រោះតែការដាក់បញ្ចូលឧបទ្វីប Crimea ដែលបញ្ជាក់អំពីការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់ពួកគេសម្រាប់អ៊ុយក្រែនប៉ុន្តែពេលនេះលោកត្រាំបានបំបែកការរួបរวมដែកថែបរបស់លោកខាងលិចដោយទាញអាមេរិកឲ្យខិតទៅជិតទីក្រុងមូស្គូខណៈកំពុងបង្កើនការរិះគន់លើទីក្រុងគៀវយោងតាមក្រុមអ្នកការទូត G7 បានឲ្យដឹងថាកាណាដាដំបូងឡើយសង្ឃឹមថា G7 នឹងព្រមព្រៀងគ្នាលើសេចក្តីថ្លែងការណ៍រួមមួយរាប់ចាប់ពីសង្គ្រាមនៅអ៊ុយក្រែនរហូតដល់មជ្ឈមបូព៌ានឹងចិនហើយនឹងសេចក្តីប្រកាសទី2ប៉ុន្តែការព្រមព្រៀងនៅពេលនេះអាចលំបាកខ្លាំងដោយអ្នកខ្លះខ្លាចថាការសម្របសម្រួលប្រហែលមិនអាចកើតមានប្រពន្ធការទូតបន្ថែមថាអាមេរិកចង់ដកឯកសារយោងនៃការដាក់ទណ្ឌកម្មនិងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនដើម្បីកុំឲ្យមានភាពរកាំរកូសបន្ថែមជាមួយនឹងទីក្រុងមូស្គូដែលអាចបំផ្លាញកិច្ចខិតខំប្រឹងប្រែងសន្តិភាពអ៊ុយក្រែនប្រធានពិសេសរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកគ្រោងនឹងទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូប្រទេសរុស្ស៊ីនិងអាចជួបជាមួយនឹងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបេសកជនពិសេសរបស់សហរដ្ឋអាមេរិកគឺលោក Steve Witkoff គ្រោងនឹងទស្សនកិច្ចទៅកាន់រុស្ស៊ីដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin នេះបើតាមការលើកឡើងរបស់ប្រភពមួយបានឲ្យដឹងនៅថ្ងៃច័ន្ទទី10មីនាឆ្នាំ2025ម្សិលមិញនេះលោក Witkoff ដែលជាប្រិយសិទ្ធិមជ្ឈមបូព៌ាផ្លូវការរបស់លោក Donald Trump បានដើរតួនាទីសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម3ឆ្នាំរវាងរុស្ស៊ីនិងអ៊ុយក្រែនប្រភពដែលសុំមិនបញ្ចេញឈ្មោះនោះបានបញ្ជាក់អំពីរបាយការណ៍របស់សារព័ត៌មាន Bloomberg ដែលថាលោក Witkoff នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូដើម្បីពិភាក្សាជាមួយលោក Putin ប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីពេលវេលាជាក់លាក់ទេលោក Trump តែបង្ហាញបំណងចង់ជួបជាមួយលោក Putin ហើយចាប់តាំងពីចូលកាន់តំណែងនៅខែមករាមកលោកបានបន្តនៅកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្ដូរទំនាក់ទំនងដ៏ត្រជាក់ជាមួយរុស្ស៊ីនៃរដ្ឋបាលលោកអតីតប្រធានាធិបតី Joe Biden រំលឹកថាលោក Witkoff បានជួបលោក Putin នៅក្នុងទីក្រុងមូស្គូកាលពីខែមុនហើយបាននាំយកមកវិញនៅគ្រូបង្រៀនជនជាតិអាមេរិកម្នាក់ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ14ឆ្នាំនៅរុស្ស៊ីជាមួយគ្នានេះដែររដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio កំពុងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំនៅអារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារ11មីនានេះដើម្បីពិភាក្សាជាមួយអ៊ុយក្រែនអំពីសង្គ្រាមនេះព្រោះតែសង្កជនងាកទៅកាន់ចំណុចមួយទៀតជារឿងសំខាន់ដែរនៅក្នុងដំណើរឈានទៅរកសន្តិភាពអ៊ុយក្រែនឡើងវិញនេះគឺទំនាក់ទំនងរវាងអ៊ុយក្រែនជាមួយនឹងសហរដ្ឋអាមេរិកស្របពេលដែលដំណើរការនៃការចរចាសន្តិភាពរុស្ស៊ីអ៊ុយក្រែនដែលបានធ្វើសង្គ្រាមជាមួយគ្នាជាង3ឆ្នាំមកនេះគឺលទ្ធផលយ៉ាងណាគេនៅមិនទាន់ដឹងប៉ុន្តែគិតត្រឹមពេលនេះបន្ទាប់ពីមានភាពតានតឹងរវាងមេដឹកនាំអ៊ុយក្រែននិងមេដឹកនាំអាមេរិកកាលពីថ្ងៃ28កុម្ភៈកន្លងទៅនេះគឺសហរដ្ឋអាមេរិកបានផ្អាកភ្លាមនៅជំនួយយោធាដែលតែងតែផ្គត់ផ្គង់ឲ្យទៅប្រទេសអ៊ុយក្រែនមិនតែប៉ុណ្ណោះសហរដ្ឋអាមេរិកបានផ្អាកនៅការចែករំលែកនៅព័ត៌មានចារកម្មជាមួយអ៊ុយក្រែនថែមទៀតផងនៅពេលនេះសហរដ្ឋអាមេរិកបានលើកឡើងថាដើម្បីឈានទៅផ្ដល់ជំនួយយោធាឬក៏ឈានទៅចែករំលែកនៅព័ត៌មានចារកម្មជាមួយនឹងអ៊ុយក្រែនឡើងវិញនោះគឺសហរដ្ឋអាមេរិកចង់បានលើសពីកិច្ចព្រមព្រៀងរ៉ែទន្ទឹមនឹងក្រុមមន្ត្រីអាមេរិកនិងអ៊ុយក្រែនត្រៀមជួបប្រជុំគ្នានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងសប្តាហ៍នេះលោកប្រធានាធិបតី Donald Trump របស់អាមេរិកបាននិយាយជាលក្ខណៈឯកជនទៅកាន់ក្រុមមន្ត្រីជំនិតថាកិច្ចព្រមព្រៀងរ៉ែដែលនឹងត្រូវចុះទៅលេខារវាងទីក្រុង Washington និងទីក្រុង Kiev នឹងមិនគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមផ្ដល់ជំនួយនិងការចែករំលែកព័ត៌មានចារកម្មជាមួយប្រទេសដែលត្រូវបានហែកហួរដោយសង្គ្រាមនេះទេនេះដែលយោងតាមមន្ត្រីរដ្ឋបាលនិងមន្ត្រីសហរដ្ឋអាមេរិកមួយរូបទៀតលោកត្រាំចង់បានកិច្ចព្រមព្រៀងដែលនឹងផ្ដល់ឲ្យសហរដ្ឋអាមេរិកនៅភាគហ៊ុនក្នុងធនធានរ៉ែរបស់អ៊ុយក្រែនត្រូវបានចុះទៅលេខាក្រុមមន្ត្រីបាននិយាយថាប៉ុន្តែលោកចង់មើលឃើញការផ្លាស់ប្ដូរអាកប្បកិរិយារបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ចំពោះការចរចាសន្តិភាពរួមទាំងឆន្ទៈនៅក្នុងការធ្វើសម្បទានដូចជាការប្រគល់ទឹកដីឲ្យរុស្ស៊ីក្រុមមន្ត្រីបាននិយាយថាលោកត្រាំក៏ចង់ឲ្យលោក Zelensky ធ្វើសកម្មភាពខ្លះចំពោះទៅរកការបោះឆ្នោតក្នុងប្រទេសអ៊ុយក្រែននិងអាចឈានដល់ការចុះចេញពីតំណែងជាមេដឹកនាំប្រទេសរបស់លោកដែរការបោះឆ្នោតអ៊ុយក្រែនត្រូវបានផ្អាកក្រោមបទបញ្ញត្តិរដ្ឋធម្មនុញ្ញរបស់ប្រទេសសម្រាប់ច្បាប់អាជ្ញាសិទ្ធិដែលចូលជាធរមានចាប់តាំងពីរុស្ស៊ីបានវាយលុកក្នុងឆ្នាំ2022អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេដ្ឋវិមានលោក Brian Hux បាននិយាយនៅពេលសួរអំពីតម្រូវការរបស់លោកត្រាំថាគណៈលោកប្រធានាធិបតី Trump បានបង្ហាញដោយការអានសាររបស់ប្រធានាធិបតី Zelensky នៅក្នុងសម័យប្រជុំរួមប្រជាជនអ៊ុយក្រែនបានធ្វើសកម្មភាពវិជ្ជមានស្របពេលនឹងមានកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះពួកលោកទន្ទឹងរង់ចាំស្ដាប់ចំណុចវិជ្ជមានបន្ថែមទៀតដែលសង្ឃឹមថានឹងបញ្ចប់សង្គ្រាមនិងការបង្ហូរឈាមនេះកូរ៉េខាងជើងបានបន្តរិះគន់យ៉ាងខ្លាំងចំពោះសម្ពាធយោធាដែលកំពុងត្រូវបានធ្វើឡើងរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកប៉ុន្តែមិនបាននិយាយអំពីរឿងមីស៊ីលឬក៏ការបាញ់សាកល្បងមីស៊ីលអ្វីទៀតនោះទេសូមបញ្ជាក់ផងដែរថាសម្ព័ន្ធមិត្តយោធាគឺកូរ៉េខាងត្បូងហើយនិងសហរដ្ឋអាមេរិកបានចាប់ផ្ដើមនៅសម្ពយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួនដែលមានឈ្មោះថាខែលការពារសេរីភាពឬភាសាអង់គ្លេសហៅថា Freedom Shield សម្ពយុទ្ធនេះបានចាប់ផ្ដើមនៅថ្ងៃទី10ខែមីនាឆ្នាំ2025គឺនៅថ្ងៃម្សិលមិញហើយគ្រោងបន្តរហូតដល់ថ្ងៃ20មីនានៅក្បែរឧបទ្វីបកូរ៉េនេះ ក
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃអង្គារនេះត្រូវនៅថ្ងៃ11មីនាឆ្នាំ2025បានបង្កើនការរិះគន់ប្រឆាំងនឹងសមយុទ្ធយោធាកូរ៉េខាងត្បូងនិងអាមេរិកដែលហៅថាជាសមយុទ្ធសង្គ្រាមនុយក្លេអ៊ែរប៉ុន្តែមិនបាននិយាយអំពីការសាកល្បងមីស៊ីលបាល់លីស្ទិករបស់កូរ៉េខាងជើងដែលបានបាញ់កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះដែរទេយោងតាមយោធាកូរ៉េខាងត្បូងបានឲ្យដឹងថាកូរ៉េខាងជើងបានបាញ់មីស៊ីលបាល់លីស្ទិករយៈចម្ងាយជិតជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រលឿងកាលពីថ្ងៃច័ន្ទនៅក្នុងការសាកល្បងមីស៊ីលផ្លោងលើកដំបូងរបស់កូរ៉េខាងជើងចាប់តាំងពីប្រធានាធិបតី Donald Trump អាមេរិកបានត្រឡប់មកកាន់តំណែងវិញគ្មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋរួមទាំងទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ KCNA បានចុះផ្សាយរបាយការណ៍ស្ដីពីការបាញ់មីស៊ីលផ្លោងទេគឺត្រឹមថ្ងៃអង្គារនេះផ្ទុយទៅវិញសារព័ត៌មាន KCNA បានចេញផ្សាយអត្ថបទមួយស្ដីពីការចាប់ផ្ដើមនៃសមយុទ្ធរួមដែលមានឈ្មោះថាខែលសេរីភាពដែលហៅសកម្មភាពនោះថាជាការហាត់សមសង្គ្រាមប្រឈមមុខដាក់គ្នានៅក្នុងអត្ថបទដាច់ដោយឡែកមួយកាសែតរូដុងស៊ីនមុនដែលផ្ដល់អារម្មណ៍ដល់អ្នកអានទូទៅកូរ៉េខាងជើងក៏បានរិះគន់សមយុទ្ធយោធារួមគ្នានេះផងដែរថាជាសមយុទ្ធសង្គ្រាមនុយក្លេអ៊ែរមានគោលដៅលើកូរ៉េខាងជើងទូរទស្សនិកជនយើងក៏លេចទៅមើលព័ត៌មានថ្មីមួយបាទតាក់ទងនឹងខាងប្រទេសហ្វីលីពីននោះគឺជុំវិញជោគវាសនារបស់លោកRodrigo Duterte អតីតប្រធានាធិបតីកណ្ដាប់ដៃដែករបស់ប្រទេសហ្វីលីពីនដែលនៅពេលនេះត្រូវបានព័ត៌មានចុះផ្សាយថាលោកត្រូវបានគេចាប់ខ្លួនទៅហើយក្រោមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC សូមបញ្ជាក់ផងដែរថានៅក្នុងរដ្ឋកាលរបស់លោកជាប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនកាលពីលោកនៅកាន់តំណែងនោះគឺលោកបានអនុវត្តនៅយុទ្ធនាការកណ្ដាប់ដៃដែកប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលតាមរយៈយុទ្ធនាការនោះគឺមានមនុស្សជាច្រើនអ្នកបានស្លាប់នៅក្នុងការបង្ក្រាបគ្រឿងញៀនក្នុងចំណោមអ្នកទាំងនោះភាគច្រើនគឺជាអ្នកជួញដូរគ្រឿងញៀននិងជនសង្ស័យតាក់ទងទៅនឹងគ្រឿងញៀនរដ្ឋាភិបាលហ្វីលីពីនបានលើកឡើងថាអតីតប្រធានាធិបតី Rodrigo Duterte ត្រូវបាននគរបាលចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីលប្រទេសហ្វីលីពីននៅថ្ងៃអង្គារទី11ខែមីនាឆ្នាំ2025នេះគឺនៅក្នុងថ្ងៃនេះតាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលត្រូវបានដាក់ប្រឆាំងនឹងរូបលោកបន្ទាប់ពីធ្វើដំណើរពីទីក្រុងហុងកុងរួចចុះចតនៅក្នុងទីក្រុងម៉ានីលលោក Duterte ត្រូវនគរបាលចាប់ខ្លួនហើយបញ្ជូនទៅឃុំឃាំងតាមដីការបស់តុលាការ ICC ដែលបានកំពុងស៊ើបអង្កេតការសម្លាប់មនុស្សទ្រង់ទ្រាយធំដែលកើតឡើងនៅក្រោមការបង្ក្រាបដ៏បង្ហូរឈាមរបស់អតីតប្រធានាធិបតីរូបនេះប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់នេះបើតាមការលើកឡើងរបស់ការិយាល័យប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្នគឺលោក Ferdinand Marcos Jr. គូរំលឹកថា ICC បានចាប់ផ្ដើមការស៊ើបអង្កេតលើការសម្លាប់មនុស្សទាក់ទងនឹងគ្រឿងញៀនក្រោមការដឹកនាំរបស់លោក Duterte ចាប់ពីថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2011មកនៅពេលលោកនៅជាអភិបាលក្រុងភាគខាងត្បូងគឺក្រុង Davaoរហូតដល់ថ្ងៃទី16មីនាឆ្នាំ2019ជុំវិញលទ្ធភាពនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលោក Duterte នៅឆ្នាំ2019បានដកហ្វីលីពីនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ទៅហើយនៅក្នុងជំហានមួយដែលសកម្មជនសិទ្ធិមនុស្សនិយាយថាមានបំណងគេចមិនទទួលខុសត្រូវលើការសម្លាប់មនុស្សរដ្ឋបាលលោក Duterte បានផ្អាកការស៊ើបអង្កេតរបស់តុលាការពិភពលោកមួយនេះនៅចុងឆ្នាំ2021ដោយលើកហេតុផលថាអាជ្ញាធរហ្វីលីពីនកំពុងពិនិត្យការចោទប្រកាន់ដូចគ្នានេះរួចហើយអះអាងថា ICC មិនមានយុត្ថាធិការលើរឿងនេះទេក្រោយមកចៅក្រមសាលាឧទ្ធរនៅ ICC បានសម្រេចនៅក្នុងខែកក្កដាឆ្នាំ2023ឲ្យបន្តការស៊ើបអង្កេតឡើងវិញលោក Duterte បាននិយាយកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះនៅក្នុងទីក្រុងហុងកុងថាលោកត្រៀមជាស្រេចទៅហើយនៅក្នុងការត្រូវបានចាប់ខ្លួនបើ ICC ចេញដីកានិងការពារម្ដងហើយម្ដងទៀតនៅការបង្ក្រាបគ្រឿងញៀននោះលោកបដិសេធថាលោកមិនបញ្ជាឲ្យនគរបាលសម្លាប់ជនសង្ស័យគ្រឿងញៀនទេលុះត្រាតែជាការការពារខ្លួនទូរទស្សនិកជនវិទ្យាការព័ត៌មានជុំវិញបញ្ហាតានតឹងក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដាហើយនិងសហរដ្ឋអាមេរិកស្របពេលដែលកាណាដាបានរកឃើញនៅអនាគតនាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីបានឆ្លងកាត់នៃការបោះឆ្នោតគឺលោក Mark Carneyនាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់ប្រទេសកាណាដារូបនេះបានប្រមានអាមេរិកកុំឲ្យសាងកំហុសពិសេសគឺនៅក្នុងរឿងសង្គ្រាមពាណិជ្ជកម្មរឿងនេះកាណាដានឹងឈ្នះនាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មីរបស់ប្រទេសកាណាដាលោក Mark Carney បានរិះគន់លោកប្រធានាធិបតីអាមេរិក Donald Trump ចំពោះការដំឡើងពន្ធមិនសមហេតុផលដែលនិយាយថាសហរដ្ឋអាមេរិកមិនគួរសាងកំហុសទេព្រោះកាណាដានឹងឈ្នះសង្គ្រាមពាណិជ្ជកម្មដោយតែខ្លួនឈ្នះលើប្រភេទកីឡាហុកគីអញ្ចឹងលោកខានីដែលបានឈ្នះការបោះឆ្នោតជាមេដឹកនាំគណៈបក្សសេរីនិយមកំពុងកាន់អំណាចដើម្បីស្នូទ្ធអំណាចបន្តពីលោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន Justin Trudeau នៅក្នុងសន្ទរកថាជ័យជំនះរបស់លោកបានរិះគន់ប្រធានាធិបតីអាមេរិកចំពោះការលើកឡើងថាកាណាដាគួរតែចូលរួមជាមួយនឹងសហរដ្ឋអាមេរិកជារដ្ឋទី51របស់អាមេរិកនោះលោកខានីវ័យ59ឆ្នាំបាននិយាយថាសហរដ្ឋអាមេរិកមិនមែនជាប្រទេសកាណាដាទេហើយកាណាដាក៏មិនដែលនឹងក្លាយជាផ្នែកមួយរបស់អាមេរិកក្នុងទម្រង់ណាមួយនោះដែរពួកលោកពុំបានស្នើសុំឲ្យមានការតតាំងគ្នាទេប៉ុន្តែប្រជាជនកាណាដាតែងតែត្រៀមខ្លួននៅពេលនរណាម្នាក់បង្កហេតុមុន
អតីតទេសាភិបាលធនាគាររូបនេះបានបដិញ្ញាតតាំងជាមួយលោក Donald Trump និងបានជំរុញប្រទេសរបស់លោកឲ្យរួបរวมគ្នាអំឡុងមានចំនួនពាណិជ្ជកម្មដ៏ធ្ងន់ធ្ងរជាមួយនឹងសហរដ្ឋអាមេរិកនេះទៅកាន់ស្ថានភាពសារហ៊ុនអន្តរជាតិស្របពេលដែលមានក្តីបារម្ភខ្លាំងអំពីសង្គ្រាមពាណិជ្ជកម្មដែលបង្កើតឡើងដោយលោក Donald Trump នេះអាចជះផលមិនល្អដល់ពាណិជ្ជកម្មពិភពលោកភាគហ៊ុនពិភពលោករង្គើគណៈផ្សារហ៊ុនអាមេរិកខាត$400,000,000ជំវិញសង្គ្រាមពន្ធរបស់លោក Trump សង្គ្រាមដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក Donald Trump បានធ្វើឲ្យអ្នកវិនិយោគមិនស្រួលចិត្តជាមួយនឹងការភ័យខ្លាចនៃសេដ្ឋកិច្ចធ្លាក់ចុះដែលជំរុញឲ្យមានការលក់ចេញយ៉ាងច្រើនកុះករពីទីផ្សារភាគហ៊ុនដែលបានធ្វើឲ្យភាគហ៊ុនពិភពលោករង្គោះរង្គើនិងបំផ្លាញតម្លៃភាគហ៊ុន$400,000,000ចេញពីកម្រិតខ្ពស់បំផុតរបស់សហព័ន្ធអាមេរិក S&P 500 កាលពីខែមុនបន្ថែមពីលើគោលនយោបាយពន្ធរបស់លោក Trump នេះប្រឆាំងនឹងដៃគូពាណិជ្ជកម្មសំខាន់ៗដូចជាកាណាដា មេស៊ីកនិងចិនមេដឹកនាំរូបនេះបាននិយាយថាសេដ្ឋកិច្ចអាមេរិកស្ថិតនៅក្នុងអំឡុងពេលនៃការផ្លាស់ប្ដូរដែលជាប្រយោគគួរឲ្យភ័យខ្លាចសម្រាប់វិនិយោគិនចាប់តាំងពីពេលនោះមកទីផ្សារពិភពលោកជួបភាពច្របូកច្របល់ដោយនៅក្នុងការជួញដូរនៅពេលព្រឹកថ្ងៃអង្គារទី11មីនាឆ្នាំ2025នេះសន្ទុះហ៊ុននីកេរបស់ជប៉ុនបានធ្លាក់ចុះ 1.7% ខណៈភាគហ៊ុនកូស្ពីរបស់កូរ៉េខាងត្បូងធ្លាក់ 1.5% ហើយសន្ទុះហុងសេងរបស់ហុងកុងបានធ្លាក់ចុះ 0.7% នៅថ្ងៃច័ន្ទសន្ទុះ S&P 500របស់អាមេរិកបានបិទនៅក្នុងតួលេខធ្លាក់ចុះ 8.6% ពីកម្រិតខ្ពស់បំផុតកាលពីថ្ងៃទី19កុម្ភៈរបស់ខ្លួនដែលជាការខាត់តម្លៃជាង$400,000,000នៅក្នុងតម្លៃទីផ្សារចាប់តាំងពីរយៈពេលនោះមកស្ថាប័នបច្ចេកវិទ្យា Nasdaq វិញក៏បានបញ្ចប់កាលពីថ្ងៃប្រហ័សជាមួយនឹងការធ្លាក់ចុះជាង 10% ពីកម្រិតខ្ពស់បំផុតរបស់ខ្លួននៅខែធ្នូផងដែរព្រោះតែនិកជនងាកទៅកាន់បញ្ហាមួយទៀតអំពីការសម្រេចរបស់លោក Trump នៅក្នុងការលុបចោលនៅកម្មវិធីខាងអង្គការ USAID នោះគឺអ្នកការទូតជាន់ខ្ពស់បាននិយាយថារដ្ឋបាលរបស់លោក Donald Trump បានលុបចោលកម្មវិធីរបស់ USAID ជាង 80% រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយថារដ្ឋបាលលោក Donald Trump បានបិទកម្មវិធីជាង 80% និងកិច្ចសន្យាចំនួន 5,200 នៅទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID គណៈក្រសួងរបស់លោកបានបញ្ចប់ការពិនិត្យឡើងវិញរបស់ខ្លួនលើទីភ្នាក់ងារដែលត្រូវបានចោទប្រកាន់ពីបទចែកចាយជំនួយទៅក្រៅប្រទេសលោក Rubio បាននិយាយនៅក្នុងការបង្ហោះលើគណនីផ្ទាល់ខ្លួនរបស់លោកលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃច័ន្ទថាការលុបចោលនេះគឺផ្លូវការបន្ទាប់ពីការពិនិត្យឡើងវិញរយៈពេល6សប្តាហ៍របស់ក្រសួងការបរទេសពួកគេបានបង្ហាញកិច្ចសន្យាដែលបានចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងកម្មវិធីជាច្រើនដែលមិនបម្រើផលប្រយោជន៍ជាតិស្នូលរបស់អាមេរិកប្រធានាធិបតីអាមេរិកលោក Donald Trump មកពីគណៈបកសាធារណរដ្ឋបានបញ្ជាឲ្យផ្អាករយៈពេល90ថ្ងៃលើការចំណាយដល់ជំនួយបរទេសទាំងអស់នៅថ្ងៃដំបូងដែលលោកចូលកាន់តំណែងក្រុមជំនួយបានរាយការណ៍ពីភាពវឹកវរនិងការយល់ច្រឡំបុគ្គលិករាប់ពាន់នាក់ត្រូវបានឲ្យឈប់សម្រាកពីការងារឬត្រូវបានបណ្តេញចេញលោក Trump បានប្រគល់ភារកិច្ចទៅឲ្យទីប្រឹក្សារបស់លោកគឺលោក Elon Musk ដោយការរំលាយចោលនៅទីភ្នាក់ងារ USAID ជាផ្នែកមួយនៃការជំរុញដើម្បីកាត់បន្ថយរដ្ឋាភិបាលសហព័ន្ធទន្ទឹមនឹងនេះអង្គការជំនួយបរទេសរបស់អាមេរិកបានប្តឹងរដ្ឋបាលលោក Trump ជុំវិញការបង្កកមូលនិធិរបស់ខ្លួននិងបាននិយាយថាពួកគេត្រូវគេជំពាក់ប្រាក់ច្រើនជាង$671លានសម្រាប់ការងារកន្លងមកតុលាការសហព័ន្ធបានបង្គាប់ឲ្យបង់ប្រាក់តាមកាលកំណត់កាលពីថ្ងៃច័ន្ទព្រោះទោះព័ត៌មាន BTV ក៏នៅតែបន្តតាមដានផងដែរទៅលើបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់និងហ្គាហ្សាដែលដំណាក់កាលនេះគឺមិនទាន់មានការចាប់ផ្ដើមសង្គ្រាមនិងវាយប្រហារគ្នាខ្លាំងដូចមុនឡើងវិញទេបន្ទាប់ពីមានការផុតកំណត់ទៅនៅការអនុវត្តបទជប់បាញ់ដំណាក់កាលទី1ដែលបានផុតកំណត់នៅថ្ងៃទី1ខែមីនាឆ្នាំ2025ឥឡូវនេះគឺភាគីចំនួនកំពុងតែយកចិត្តទុកដាក់ទៅលើការបន្តការអនុវត្តបទជប់បាញ់បន្តទៀតខាងក្រុមអ្នកចរចាអ៊ីស្រាអែលបានទៅដល់ប្រទេសកាតាសម្រាប់កិច្ចចរចាបទជប់បាញ់នៅហ្គាហ្សានៅហ្គាហ្សាគណៈដែលភាគីចំនួនបន្តមានការខ្វែងគំនិតគ្នាក្រុមចរចាអ៊ីស្រាអែលទៅកាន់ប្រទេសកាតាហើយនៅថ្ងៃច័ន្ទទី10ខែមីនាម្សិលមិញនេះសម្រាប់កិច្ចពិភាក្សាក្នុងបំណងបន្តនៅបទជប់បាញ់នៅតំបន់ហ្គាហ្សាបន្ទាប់ពីអាជ្ញាធរបានកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនីរបស់ទឹកដីប៉ាឡេស្ទីននិងបិទការនាំចូលជំនួយដើម្បីបង្កើនសម្ពាធលើក្រុមហាម៉ាស់នៅមុនការចរចាអ៊ីស្រាអែលបានផ្ដាច់ខ្សែធម្មពលតែមួយគត់ទៅកាន់រោងចក្រចម្រោះទឹកនៅហ្គាហ្សាជាទង្វើដែលក្រុមហាម៉ាស់រិះគន់ថាជាចំណាត់ការផ្ដេសផ្ដាស់និងមិនអាចទទួលយកបានដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទជប់បាញ់បានផុតកំណត់កាលពីថ្ងៃទី1មីនាទៅហើយដោយមិនមានកិច្ចព្រមព្រៀងលើដំណាក់កាលបន្ទាប់ដែលគួរតែធានាបាននូវការបញ្ចប់ដ៏យូរអង្វែងនៃសង្គ្រាមដែលបានផ្ទុះឡើងដោយការវាយប្រហារថ្ងៃ7តុលាឆ្នាំ2023ពីសំណាក់ក្រុមហាម៉ាស់លើអ៊ីស្រាអែលសម្រាប់មនុស្សជាង 1000 នាក់មានការខ្វែងគំនិតគ្នាអំពីរបៀបបន្តបទជប់បាញ់ក្រុមហាម៉ាស់ចង់បានការចរចាភ្លាមៗនៅដំណាក់កាលបន្ទាប់ប៉ុន្តែអ៊ីស្រាអែលចង់បន្តដំណាក់កាលទី1បន្តទៀតក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលពីបទបដិសេធលើកិច្ចព្រមព្រៀងជប់បាញ់ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាល
កាលពីថ្ងៃច័ន្ទថាអ៊ីស្រាអែលបដិសេធមិនចាប់ផ្ដើមដំណាក់កាលទី2ទេដោយបង្ហាញពីចេតនារបស់ខ្លួនក្នុងការកិច្ចវេះនិងធ្វើឲ្យរឿងនេះជាប់គាំងមន្ត្រីរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថាភាពអត់ឃ្លាននឹងត្រូវវិលត្រឡប់មកកាន់តំបន់ហ្គាហ្សាវិញបើសិនជាអ៊ីស្រាអែលនៅតែបន្តបិទផ្លូវមិនឲ្យនាំយកជំនួយចូលទៅកាន់តំបន់ហ្គាហ្សាប្រធានទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីន UNRWA របស់អង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សាបាននិយាយនៅថ្ងៃច័ន្ទថាមានហានិភ័យដែលតំបន់ហ្គាហ្សាជួបប្រទះវិបត្តិមួយផ្សេងទៀតនៃភាពអត់ឃ្លានប្រសិនបើអ៊ីស្រាអែលបន្តរារាំងជំនួយអ៊ីស្រាអែលបានកាត់បន្ថយលំហូរជំនួយគឺទប់ស្កាត់ការនាំចូលអាហារឱសថនិងប្រេងឥន្ធនៈកាលពីដើមខែនេះជាចំណាត់ការមួយដែលអ៊ីស្រាអែលបានឲ្យដឹងថាត្រូវបានរៀបចំឡើងដើម្បីដាក់សម្ពាធលើក្រុមសកម្មយុទ្ធហាម៉ាស់ដើម្បីឲ្យមានបទឈប់បាញ់បន្តទៀតកាលពីថ្ងៃអាទិត្យអ៊ីស្រាអែលបានប្រកាសកាត់ផ្តាច់ចរន្តអគ្គិសនីដែលក្រុមជំនួយនិយាយថានឹងកាត់ផ្តាច់ទឹកស្អាតនៅតំបន់ហ្គាហ្សាទៀតផងលោក Philip Lazzarini អគ្គស្នងការទីភ្នាក់ងារ UNRWA របស់អង្គការសហប្រជាជាតិបាននិយាយថាលោកគិតថានៅពេលដែលការទប់ស្កាត់ជំនួយនៅបន្តទៀតបែបនេះនោះពួកលោកនឹងឃើញផលប៉ះពាល់ដែលកើនឡើងលើចំនួនប្រជាជនជាក់ស្ដែងហានិភ័យគឺថាពួកលោកត្រឡប់ទៅរកស្ថានភាពដែលពួកលោកធ្លាប់បានជួបប្រទះកាលពីខែមុនពីភាពអត់ឃ្លានកាន់តែខ្លាំងនៅក្នុងតំបន់ហ្គាហ្សានេះទៅកាន់បញ្ហារវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់ពិសេសជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នោះតែម្ដងអ៊ីរ៉ង់បានចោទសហរដ្ឋអាមេរិកថាបានប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាលដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកអ៊ីស្ម៉ាអ៊ីលបាហ្គេកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានប្រើប្រាស់អ្វីដែលហៅថាអង្គការមិនមែនរដ្ឋាភិបាល NGOs នៅក្រៅប្រទេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃលោកបាហ្គេបានអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅពេលដែលត្រូវបានស្នើសុំឲ្យពន្យល់អំពីសេចក្តីប្រកាសអំពីការបង្កកមូលនិធិសហរដ្ឋអាមេរិកនៅពេលថ្មីៗនេះលោកបាហ្គេបានលើកឡើងថាជាមួយនឹងវិធីសាស្ត្រជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃរដ្ឋបាលរបស់សហរដ្ឋអាមេរិកផ្សេងៗគ្នាបានផ្ដល់ប្រាក់យ៉ាងច្រើនដល់ក្រុមប្រឆាំងឬក្រុមដែលត្រូវបានគេហៅថាក្រុមប្រឆាំងប៉ុន្តែជាក់ស្ដែងបានធ្វើការឈ្មោះទៅរកការអនុវត្តគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសនានាលោកបានបន្ថែមថារដ្ឋបាលសហរដ្ឋអាមេរិកផ្សេងៗគ្នាបានប្រើប្រាស់ជំនួយបរទេសក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងប្រទេសដទៃនិងបង្កឲ្យមានការបែកបាក់និងការបះបោរកាលពីថ្ងៃ20មករាប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយស្ដីពីការវាយតម្លៃឡើងវិញនិងការរៀបចំឡើងវិញនៅជំនួយបរទេសរបស់សហរដ្ឋអាមេរិកដែលបញ្ជាឲ្យផ្អាកជំនួយអភិវឌ្ឍបរទេសរបស់ប្រទេសនេះរយៈពេល90ថ្ងៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបប្រជុំគ្នាជុំវិញស្តុកអ៊ុយរ៉ានីញ៉ូមជិតដល់កម្រិតគ្រាប់បែកនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្រុមអ្នកការទូតបាននិយាយនៅថ្ងៃច័ន្ទទី10ខែមីនាឆ្នាំ2025ម្សិលមិញនេះថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងធ្វើកិច្ចប្រជុំបិទទ្វារសំខាន់មួយនៅថ្ងៃពុធទី12មីនាឆ្នាំ2025គឺថ្ងៃស្អែកនេះជុំវិញការពង្រីកឃ្លាំងស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលខិតជិតកម្រិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់កិច្ចប្រជុំនេះត្រូវបានស្នើដោយសមាជិកចំនួន6ក្នុងចំណោមសមាជិកក្រុមប្រឹក្សាចំនួន15រួមមានបារាំង ក្រិច ប៉ាណាម៉ា កូរ៉េខាងត្បូង អង់គ្លេសនិងអាមេរិកអ្នកការទូតបានឲ្យដឹងថាពួកគេចង់ឲ្យក្រុមប្រឹក្សាពិភាក្សាគ្នាអំពីកាតព្វកិច្ចរបស់អ៊ីរ៉ង់ក្នុងការផ្ដល់ឲ្យអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិគឺទីភ្នាក់ងារអាតូមិកអន្តរជាតិ IAEA នៅព័ត៌មានចាំបាច់ដើម្បីបញ្ជាក់អំពីបញ្ហាលេចធ្លោទាក់ទងទៅនឹងសម្ភារៈនុយក្លេអ៊ែរមិនបានប្រកាសដែលបានរកឃើញនៅទីតាំងជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់បដិសេធថាខ្លួនមិនចង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរទេតែទោះយ៉ាងនេះក្តី IAEA ប្រមានថានេះគឺជាការបង្កើនល្បឿនដ៏គ្រោះថ្នាក់នៃសារធាតុអ៊ុយរ៉ានីញ៉ូមដល់កម្រិតភាពសុទ្ធរហូតដល់ 60% ដែលជិតដល់កម្រិតអាវុធប្រហែល 90% រដ្ឋលោកខាងលិចបានឲ្យដឹងថាកម្មវិធីស៊ីវិលណាមួយគឺមិនចាំបាច់ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដល់កម្រិតខ្ពស់បែបនេះទេហើយថាពុំមានប្រទេសណាដែលធ្វើបែបនេះដោយមិនផលិតគ្រាប់បែកនុយក្លេអ៊ែរឡើយប៉ុន្តែអ៊ីរ៉ង់បាននិយាយថាខ្លួនកំពុងធ្វើកម្មវិធីនុយក្លេអ៊ែរផ្នែកស៊ីវិលនិងសន្តិភាពប៉ុណ្ណោះនេះទៅកាន់ស្ថានភាពនៅក្នុងប្រទេសស៊ីរីដែលរហូតមកដល់ពេលនេះស្ថានភាពសន្តិសុខក្នុងប្រទេសមិនទាន់មានស្ថិរភាពនៅឡើយជារួមគឺចាប់តាំងពីមានការផ្ដួលរំលំនៅរបបដឹកនាំរបស់អតីតប្រធានាធិបតីបាសាអល់អាសាដនៅថ្ងៃទី8ធ្នូចុងឆ្នាំ2024កន្លងទៅនេះដែលក្រុមឧទាមបានទទួលជ័យជំនះនិងកំពុងគ្រប់គ្រងប្រទេសនេះបញ្ហាជាច្រើននៅតែបន្តកើតមានឡើងពិសេសទាក់ទងទៅនឹងស្ថានភាពសន្តិសុខដោយសារនៅមានកម្លាំងមួយចំនួនទៀតដែលជាអ្នកស្មោះស្ម័គ្រជាមួយនឹងអតីតប្រធានាធិបតីបាសាអល់អាសាដនៅតែបន្តធ្វើព្យុះភ្លៀងនៅឡើយប្រឆាំងជាមួយនឹងកម្លាំងរដ្ឋាភិបាលបណ្ដោះអាសន្ននៅពេលបច្ចុប្បន្ននេះខាងប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសស៊ីរីបច្ចុប្បន្ននៅតែបន្តបដិញ្ញាស្វែងរកស្ថិរភាពសម្រាប់ប្រទេសនេះបន្ទាប់ពីមានការវាយប្រហារហិង្សាបណ្ដាលឲ្យជនស៊ីវិលជាច្រើនអ្នកបានស្លាប់នៅក្នុងប្រទេសប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសស៊ីរីលោកអាមេតសារ៉ានៅថ្ងៃច័ន្ទម្សិលមិញត្រូវនៅថ្ងៃទី10មីនាឆ្នាំ2025បានបដិញ្ញាថានឹងដាក់ទណ្ឌកម្មលើអ្នកទាំងឡាយដែលទទួលខុសត្រូវសម្រាប់ការសម្លាប់រង្គាលលើក្រុមនិកាយជនជាតិភាគតិចរបស់លោកបាសាអល់អាសាដដែលត្រូវបានបណ្តេញចេញពីតំណែងរួមទាំងសម្ព័ន្ធមិត្តរបស់លោកនិយាយថាដោយដែលពួកលោកបានបញ្ជាក់ប្រទេសស៊ីរីគឺជាប្រទេសនីតិរដ្ឋដំបូងឡើយពួក
ពួកលោកបានប្រយុទ្ធប្រឆាំងនឹងរបបនេះហើយបានចូលទៅដល់ទីក្រុងដាម៉ាស់ដើម្បីការពារប្រជាជនដែលត្រូវបានគេជិះជាន់ហើយពួកលោកនឹងមិនទទួលយកការបង្ហូរឈាមណាមួយដោយអយុត្តិធម៌ឬឲ្យកើតឡើងដោយគ្មានការអទណ្ឌកម្មនិងការទទួលខុសត្រូវឡើយរឿងនេះបានកើតឡើងបន្ទាប់ពីមនុស្សរាប់រយនាក់បានស្លាប់ក្នុងរយៈពេល4ថ្ងៃប៉ុណ្ណោះនៃការប៉ះទង្គិចគ្នារវាងពលរដ្ឋមូស្លីមនិកាយអាឡាវីតនិងអាជ្ញាធរអ៊ីស្លាមនិកាយស៊ុននីថ្មីរបស់ប្រទេសស៊េរីលោកសារ៉ាបានស្ដីបន្ទោសក្រុមអ្នកគាំទ្រលោកអាសាដដែលគាំទ្រដោយជនបរទេសសម្រាប់ការបង្កការបង្ហូរឈាមប៉ុន្តែបានទទួលស្គាល់ថាការសម្លាប់សងសឹកវិញបានកើតឡើងបន្ទាប់ទៅណាឆ្ងាយពីព័ត៌មានអំពីបញ្ហានៅក្នុងប្រទេសស៊េរីជាពិសេសគឺនៅក្នុងដំណាក់កាលនៃការបង្រួបបង្រួមជាតិឡើងវិញនេះទីក្រុងដាម៉ាស់និងហ្គាមីស្លីនៅក្នុងប្រទេសស៊េរីបានអបអរសាទរបន្ទាប់ពីកងកម្លាំង SDF ព្រមធ្វើសមាហរណកម្មជាមួយនឹងស្ថាប័នរដ្ឋប្រជាជននៅក្នុងប្រទេសស៊េរីបានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងហ្គាមីស្លីនៅភាគឦសាននៃប្រទេសស៊េរីនិងរដ្ឋធានីដាម៉ាស់របស់ប្រទេសស៊េរីនៅថ្ងៃអង្គារទី11ខែមីនាឆ្នាំ2025នេះអបអរនៅកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្រធានាធិបតីបណ្ដោះអាសន្នរបស់ស៊េរីលោកអាមេតអាល់សារ៉ាជាមួយនឹងមេបញ្ជាការកម្លាំងប្រជាធិបតេយ្យស៊េរី SDF លោកម៉ាស់លុំអាប់ឌីរថយន្តជាច្រើនគ្រឿងពេញទៅដោយមនុស្សអបអរសប្បាយរីករាយធ្វើដំណើរតាមដងផ្លូវនៅក្នុងទីក្រុងហ្គាមីស្លីនិងរដ្ឋធានីដាម៉ាស់នៅព្រឹកថ្ងៃអង្គារនេះដែលពួកគេបានស្រែកថា111ប្រជាជនស៊េរីគឺតែមួយកងកម្លាំងប្រជាធិបតេយ្យស៊េរី SDF ដឹកនាំដោយជនជាតិ Kurd និងគាំទ្រដោយសហរដ្ឋអាមេរិកបានគ្រប់គ្រងភាគច្រើននៅភាគឦសានដែលសម្បូរទៅដោយប្រេងរបស់ប្រទេសស៊េរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងដាម៉ាស់កាលពីថ្ងៃច័ន្ទទី10មីនាឆ្នាំ2025ដើម្បីចូលរួមក្នុងស្ថាប័នរដ្ឋថ្មីរបស់ប្រទេសស៊េរីនេះកិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅគ្រាដ៏សំខាន់មួយខណៈលោកសារ៉ារកវិធីដោះស្រាយការសម្លាប់រង្គាលលើសមាជិកជនជាតិភាគតិចនិកាយអាឡាវីតនៅភាគខាងលិចនៃប្រទេសស៊េរីជាអំពើហិង្សាដែលលោកបាននិយាយកាលពីថ្ងៃច័ន្ទថាបានគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្រួបបង្រួមប្រទេសស៊េរីក្រោយចំនួនរយៈពេល14ឆ្នាំមកនេះទូរទស្សនិកជនងាកទៅកាន់ព័ត៌មានជុំវិញហេតុការណ៍សោកនាដកម្មមួយដែលបានកើតមានឡើងនៅតំបន់ឆ្នេរនៃប្រទេសយេម៉ែននោះគឺសាកសពជនអន្តោប្រវេសន៍យ៉ាងហោចណាស់70នាក់ត្រូវបានគេប្រទះឃើញក្រោយមានហេតុការណ៍លិចទូកនៅឆ្នេរសមុទ្រនៃប្រទេសយេម៉ែនយ៉ាងហោចណាស់សាកសពជនអន្តោប្រវេសន៍70នាក់ត្រូវបានគេរកឃើញនៅថ្ងៃច័ន្ទម្សិលមិញត្រូវនៅថ្ងៃទី10មីនាឆ្នាំ2025នៅឆ្នេរសមុទ្រក្បែរទីក្រុងយ៉ាក់ទុលនៅភាគខាងជើងនៃទីក្រុងម៉ូកាប្រទេសយេម៉ែននេះបើយោងតាមមន្ត្រីរដ្ឋាភិបាលយេម៉ែនការរកឃើញសាកសពទាំងនេះបានកើតឡើងបន្ទាប់ពីមានរបាយការណ៍អង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM កាលពីថ្ងៃសុក្រដែលបានបញ្ជាក់ថាមនុស្ស186នាក់បានបាត់ខ្លួនបន្ទាប់ពីទូកជនអន្តោប្រវេសន៍4គ្រឿងបានលិចនៅឆ្នេរសមុទ្រនៃប្រទេសយេម៉ែននិងប្រទេសជីបូទីមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងខណៈដែលប្រតិបត្តិការស្វែងរកកំពុងបន្តនៅតាមបណ្ដោយឆ្នេរអ្នកនេសាទនៅក្នុងស្រុកបានកំពុងជួយអាជ្ញាធរនៅក្នុងការទាញយកសាកសពត្រឡប់មកលើដីគោកវិញអង្គការ IOM បានរាយការណ៍ថាផ្លូវដ៏គ្រោះថ្នាក់រវាងតំបន់ញោក Horn of Africa នៅភាគខាងកើតនៃទ្វីបអាហ្វ្រិកនិងប្រទេសយេម៉ែនបានឆក់យកជីវិតមនុស្សចំនួន558នាក់ក្នុងឆ្នាំ2024ដោយសង្កត់ធ្ងន់ថាត្រូវការវិធានការបន្ទាន់ដើម្បីសង្គ្រោះជីវិត